បាទសួស្តីប្រិយមិត្តទាំងអស់គ្នាថ្ងៃនេះខ្ញុំមានវីដេអូមួយទៀតហើយទាក់ទងទៅនឹងការបង្កើត Play Store បងប្អូនបាទអញ្ចឹងយើងសង្កេតឃើញថា Play Store នៅដើមឆ្នាំ2026នេះគឺលំបាកបង្កើតមែនទេបងប្អូនបាទខ្លះបង្កើតបានយ៉ាងហើយគឺប្រើបានមួយរយៈគឺ error អញ្ចឹងបងប្អូនបាទអញ្ចឹងដើម្បីយើងចេះបង្កើតខ្លួនឯងកុំឲ្យទៅជាងអស់លុយកាក់អស់ហើយអញ្ចឹងយើងបងប្អូនមើលវីដេអូនេះទៅគឺបងប្អូននឹងចេះបង្កើតបងប្អូនបាទអញ្ចឹងជាដំបូងទូរស័ព្ទនេះវាអត់មានស៊ីមទេអញ្ចឹងខ្ញុំដាក់ Wi-Fi បងប្អូនបាទអញ្ចឹងខ្ញុំដាក់ Wi-Fi បាទចាំបន្ទាប់មកខ្ញុំចុច Play Store ហ្នឹងទៅបាទរងចាំ update វាបាទវាចេញមកចេះយើងបង្កើតណាបាទអបខាងលើបើសិនបងប្អូនមានaccount ស្រាប់បងប្អូនវាខាងលើទៅបើសិនអត់មានទេបងប្អូនយកខាងក្រោមនេះបងប្អូនណាដូចខ្ញុំបង្ហាញបងប្អូនយកហ្នឹងទៅដើម្បីចុះឈ្មោះបង្កើត Play Store បងប្អូនណាបាទត្រង់នេះឈ្មោះខាងលើនេះបងប្អូនដាក់ឈ្មោះយើងទៅណាបាទខាងលើបាទដាក់ឈ្មោះអញ្ចឹងណាបាទតបមកបងប្អូនចុចនិចទៅមុខទៀតបាទចឹងតបមកបងប្អូននេះថ្ងៃខែហាមកំណត់បងប្អូនចេះដាក់ទៅបងប្អូនណាបាទអីកន្លែងហ្នឹងណាបាទតបមកយើងដាក់ភេទទៅបងប្អូនណាបាទតបមកបងប្អូនដាក់តបមកវាឲ្យ Gmail នេះអូតូបងប្អូនណាបាទបងប្អូនចង់បានលើអូតូបងប្អូនយកពីទៅបងប្អូនអត់ចង់បានទេបងប្អូនចាំកើតជូនយើងបងប្អូនយកក្រោមទៅបងប្អូនណាបាទឥឡូវខ្ញុំយកក្រោមបងប្អូនណាបាទខ្ញុំដាក់អក្សរដែលខ្ញុំចាំអញ្ចឹងណាបាទបន្ទាប់មកបងប្អូនដាក់លេខកូដឡើយនេះបាទលេខកូដបងប្អូនត្រូវចាំបងប្អូនបាទត្រូវចាំត្រង់ថាបើសិនជាទូរស័ព្ទនេះខូចបងប្អូនយក Gmail នេះយើងវាយចូលទៅក្នុងទូរស័ព្ទផ្សេងទៀតបានបងប្អូនណាបាទយើងចាំ Gmail នោះហើយនឹងលេខកូដហ្នឹងទៅយើងវាយចូលអានេះបងប្អូនណាបាទអញ្ចឹងយើងចេះតែទៅមុខទៅបងប្អូនណាបាទត្រង់នេះគឺអត់លំបាកទេបងប្អូនណាបាទអញ្ចឹងបងប្អូននិចទៅមុខរហូតទៅបាទមកដល់ដំណាក់កាលនេះបងប្អូនសង្កេតថាយើងចុះឈ្មោះបានជោគជ័យបងប្អូនបាទអញ្ចឹងវាបើយើងចុច accept ឡើងទៅបាទអញ្ចឹងបន្ទាប់មកវាចូលដល់ Play Store បងប្អូនបាទអញ្ចឹងយើងកើតបានអញ្ចឹងយើង download កម្មវិធីមួយចំនួនដែលបងប្អូនប្រើទៅនេះគឺជា Gmail ដែលយើងកើតបានបងប្អូនបាទអញ្ចឹងបងប្អូនយកក្តារអីកត់ហ្នឹងទៅបាទចំណាំទុកហើយលេខកូដបងប្អូនត្រូវចំណាំលេខកូដដែរបាទចឹងបន្ទាប់មកបងប្អូនត្រូវចូល Play Store ដើម្បី download កម្មវិធីមួយចំនួនបាទតើតើដូចជា Facebook បាទបងប្អូន download Facebook ទៅទីពិត Facebook មាននៅក្នុងទូរស័ព្ទស្រាប់ហើយគាត់ថាបើសិនតែយើងប្រើនៅក្នុង version ចាស់ហ្នឹងវាអត់ដើរអញ្ចឹងឥឡូវខ្ញុំអត់ទាន់ down ទេឥឡូវខ្ញុំបិទហើយខ្ញុំទៅមើល Facebook នៅលើនេះមានបងប្អូនណាបាទតែខ្ញុំបញ្ជាក់ដែរ Facebook ត្រង់នេះអត់ទាន់បាន version ថ្មីទេអញ្ចឹងយើងចុចទៅដោយយឺតមែនតើបងប្អូនណាបាទកន្លែងហ្នឹងណាដោយសារតែវាអត់ទាន់បាន update ជាមួយនឹង Play Store អញ្ចឹងព្រោះ Facebook នេះគឺ Facebook ពីទូរស័ព្ទពីកម្មវិធីទូរស័ព្ទហ្នឹងណាបាទអញ្ចឹងឥឡូវយើងចូល update ទៅបាទយើងចុចនេះបាទ update ទៅឃើញទេបាទវាដាក់ថា update បើសិន update ទេបើសិនជាយើងអត់ update ទេអញ្ចឹង version ចាស់អញ្ចឹងវាដើរអត់រួចទេអញ្ចឹងណាបាទវាអសកម្មឬក៏វាអត់មានអីយើងចុចទៅវាស្ពុកអញ្ចឹងណាជាស្រេចដូច YouTube ចឹង YouTube version ចាស់ណាឥឡូវឧទាហរណ៍ YouTube ចឹងវាអត់ដើរទេបងប្អូនឃើញអាហ្នឹង version នៅក្នុងទូរស័ព្ទនឹងតែម្ដងអញ្ចឹងណាអញ្ចឹងបើសិនចង់ឲ្យដើរតើយើងចូល Play Store នេះយើងចូលវាយ YouTube បងប្អូនណាបាទ YouTube ចឹងទៅបន្ទាប់មកវាឲ្យយើង update បងប្អូនណាឃើញទេបាទអញ្ចឹងកម្មវិធីណាដែលបងប្អូនប្រើបងប្អូនយើងកើត YouTube បានហើយបងប្អូនត្រូវតែមក update កន្លែងហ្នឹងបាទជាដំបូងសិនបងប្អូនណាបាទដើម្បីឲ្យម៉ាស៊ីនយើងដើរលឿនបាទដើរលឿនហើយគេ message មកអញ្ចឹងទៅវាគេ message មកវារោទិញទៅអញ្ចឹងណាបាទបើសិនយើង version ចាស់គេ message មកមួយថ្ងៃវងងាកបើសិនយើងអត់បើកទេអត់រោទៅទេអញ្ចឹងណាអញ្ចឹងដើម្បីបញ្ជាក់ឲ្យអស់ចម្ងល់ហើយហ្នឹងបាទខ្ញុំបញ្ជាក់ប្រាប់បងប្អូនបាទអញ្ចឹងបាទហើយវីដេអូបងប្អូនណាបាទអញ្ចឹងជាចុងក្រោយបងប្អូនសូមចុច like និង follow page ខ្ញុំផងដើម្បីទទួលបានព័ត៌មានល្អៗនៅពេលក្រោយទៀតបាទសូមអរគុណសូមជម្រាបលា